ដល់ពេលហើយប្រសងលោកមានកិច្ចត្រូវធ្វើយ៉ាងម៉េចតាមវិន័យបញ្ញាតាមសង្ឃកម្មនោះអញ្ចឹងលើខាងញាតិញោមអាត្មាចង់ចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលធ្វើកឋិនហ្នឹងត្រូវដឹងរឿងអីខ្លះដែលត្រូវធ្វើកឋិនហ្នឹងហើយកុំឲ្យចេះថាខ្លាចធ្វើកឋិនទៅខុសម្លើងអីទីមួយញោមត្រូវដឹងកាលកឋិនព្រោះកឋិនជាការដែលជាថ្ងៃដែលញាតិញោមត្រូវធ្វើបុណ្យកឋិនដឹងកាលហ្នឹងហើយញាតិញោមត្រូវមានត្រៃចីពរនេះមកឈុតមកលៀងអញ្ចឹងមកឈុតអញ្ចឹងទៅណាឲ្យបានតែហើយទៅសូម្បីថាមកវត្តហ្នឹងប្រសងមាន20អង្គ30អង្គក្តីយ៉ាងណាមានតែមួយត្រៃហ្នឹងបានដល់ទី3ត្រូវដឹងបដិគិអកៈដឹងអ្នកទទួលមានដឹងវត្តទៅវត្តណាមួយយើងក៏បានតែហើយទៅសូម្បីថាមកវត្តហ្នឹងប្រសងមាន20អង្គ30អង្គក្តីយ៉ាងណាមានតែមួយត្រៃហ្នឹងបានដល់ទី3ត្រូវដឹងពុទ្ធបរិស័ទដឹងទៅថាវេហើយចប់ហើយញាតិញោមឃើញនេះកឋិនផ្លែកពីបុណ្យដទៃថងណាខ្លះមាន5ដែលផ្លែកពីបុណ្យដទៃដែលបុណ្យដទៃអត់ដូចបុណ្យកឋិនហ្នឹងទី1ផ្លែកដោយកាលណា1ផ្លែកទី2ផ្លែកដោយកិច្ចឬមួយក៏ផ្លែកដោយពិធីមានន័យថាម៉េចមានន័យថាបុណ្យផ្សេងញាតិញោមវេហើយអាចារ្យតែងឲ្យប្រគេនដល់បុណ្យកឋិនអត់ឲ្យប្រគេនទៀតណាមិនឲ្យប្រគេនគេខ្លាចទេកិច្ចនឹងវាខុសគេអញ្ចឹងហើយដល់ប្រគេនញាតិញោមប្រគេនលោកចប់ហើយមិនមែនបុណ្យនឹងចប់ត្រឹមហ្នឹងទេនៅប្រសងលោកបញ្ជុំក៏ឃើញថាសំគួរដល់ការវេលានឹងបញ្ចប់នៅពធទេសនាមុននឹងបញ្ចប់សូមលើកឡើងនៅកងការមាកុសលទាំងអស់ដែលកើតចេញអំពីធម្មទាននិងអមិសទាននៅទិសជូនដល់ដួងញាណខណ្ឌជីដូនជីតាមាកងឧបការីជនញាតិញោមទាំងអស់ដែលលោកលះលោកនេះទៅកាន់លោកខាងមុខជាយូរយារហើយក្តីថ្មីនេះក្តីដោយអនុភាពផលទាននេះសូមមកទទួលសាទរត្រេកអរអនុមោទនាឬកងការមហាកុសលទាំងអស់នេះបានទទួលហើយសូមឲ្យបាននឹងដែលប្រសើរទៅកាន់សុគតិភពនេះក្រោយឲ្យពោសាបសាទុកាដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់បានសុខបានចម្រើនសូមប្រទានពរចំពោះព្រះជគុណបច្ចារិកាប្រធេរានុធេរៈគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានសំប្រកបជួបប្រទេសពុទ្ធមង្គលពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈគ្រប់កាលទាំងពួងអយ៉ាងធម្មទេសនារីបតទេសនាដែលអង្គខ្ញុំកណ្ណាតមកភាពរៀបរាប់សម្ដែងថ្លៃបុគ្គលនេះ